នៅពីក្រោយបទចម្រៀងរាប់លាន view ហើយអ្វីបានជាតារាចម្រៀងហ្វឿងមីជីយកវប្បធម៌ខ្មែរក្រៅមកដាក់នៅក្នុង MV ប្រសិនបើអ្នកជាអ្នកតាមដានតន្ត្រីនិងបណ្ដាញសង្គមក្នុងពេលថ្មីៗនេះប្រកាសជាធ្លាប់ឮឬក៏ឃើញនៅការចែកចាយប្រងព្រឹត្តនៅបទចម្រៀងមួយដែលមានចំណងជើងថាឋានសួគ៌នៃគូស្នេហ៍របស់តារាចម្រៀងស្រីល្បីឈ្មោះជនជាតិវៀតណាមឈ្មោះថាហ្វឿងមីជីប៉ុន្តែអ្វីដែលកាន់តែពិសេសនិងធ្វើឲ្យបងប្អូនខ្មែរយើងចាប់អារម្មណ៍ខ្លាំងគឺការដែលនាងបានសម្រិតសម្រាំងយកអត្តសញ្ញាណឈុតសម្លៀកបំពាក់និងសោភ័ណភាពវប្បធម៌ដ៏ផូរផង់របស់បងប្អូនខ្មែរកម្ពុជាក្រោមមកបញ្ចូលគ្នាយ៉ាងលម្អិតក្នុងស្នាដៃសម័យទំនើបមួយនេះតើអ្វីជាមូលហេតុដែលធ្វើឲ្យតារាចម្រៀង Gen Z រូបនេះសម្រេចចិត្តជ្រើសរើសយកស្មារតីនិងវប្បធម៌មួយនេះមកបង្ហាញទី1ដោយក្តីស្រឡាញ់និងការផ្ដល់តម្លៃដល់វប្បធម៌មូលដ្ឋានទោះបីជាហ្វឿងមីជីខ្លួនឯងមិនមែនជាជនជាតិខ្មែរក្រោមនាងគឺជាជនជាតិវៀតណាមដែលធំធាត់នៅព្រៃនគរប៉ុន្តែនាងមានក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះតន្ត្រីប្រជាប្រិយនិងជីវភាពរស់នៅតំបន់ដីសណ្ដទន្លេមេគង្គណាំបូតាំងពីក្មេងនាងនិងក្រុមការងារបានសិក្សាយ៉ាងស៊ីជម្រៅជាមួយនឹងអ្នកជំនាញវប្បធម៌ដើម្បីចង់បង្ហាញពីភាពទន់ភ្លន់ភាពស្រស់ស្អាតនិងភាពសម្បូរបែបនៃជីវិតរស់នៅរបស់បងប្អូនខ្មែរក្រោមឲ្យពិភពលោកបានឃើញទី2យុទ្ធសាស្ត្រតភ្ជាប់ប្រពៃណីនិងតន្ត្រីសម័យជំនួសឲ្យការធ្វើបទផប់ធម្មតានាងនិងក្រុមការងារផលិត D-Tape បានប្រើប្រាស់ក្បាច់រាំពិធីប្រពៃណីនិងស្ថាបត្យកម្មដ៏វិសេសវិសាលមកច្នៃប្រឌិតឡើងវិញក្នុងទម្រង់ជាតន្ត្រី Pop និង Folktronica ដ៏ទាន់សម័យនេះជាស្ពានតភ្ជាប់ដ៏អស្ចារ្យដែលធ្វើឲ្យយុវវ័យសម័យថ្មីងាកមកចាប់អារម្មណ៍និងស្គាល់ពីឫសគល់វប្បធម៌ក្នុងតំបន់កាន់តែច្បាស់ទី3ការបង្ហាញពីអត្ថន័យពិតនៃសុភមង្គលអត្ថន័យនៃបទចម្រៀងនេះនិយាយពីការស្វែងរកឋានសួគ៌ដែលមិនឆ្ងាយពីខ្លួនគឺការបាននៅចិត្តមនុស្សដែលខ្លួនស្រឡាញ់ក្នុងបរិយាកាសភូមិស្រុកដ៏ស្ងប់សុខដែលត្រូវគ្នាយ៉ាងអត់ខ្ចោះទៅនឹងទិដ្ឋភាពរស់នៅបែបសុខដុមរមនារបស់សហគមន៍មូលដ្ឋានការសម្រេចចិត្តនេះមិនត្រឹមតែជួយឲ្យបទចម្រៀងរបស់នាងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លានិងផ្ទុះការទស្សនារាប់លានដងនៅលើ YouTube និង Facebook ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការផ្ដល់កិត្តិយសយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនខ្មែរក្រោមក្នុងការថែរក្សាអត្តសញ្ញាណនិងប្រពៃណីដ៏ផូរផង់របស់ខ្លួនតាំងពីយូរណាស់មកហើយផងដែរតើបងប្អូនយល់យ៉ាងណាចំពោះការយកវប្បធម៌និងអត្តសញ្ញាណខ្មែរយើងមកលាយឡំក្នុងតន្ត្រីសម័យបែបនេះអាច comment បង្ហាញមតិខាងក្រោមបាន